ជម្រាបសួរបងប្អូនគ្នាសម្រាប់បងប្អូនដែលរកឧបករណ៍របស់លំដាប់ file ដែលយើងអាចដឹងថា file ទី1 file ទី2ត្រូវហើយនិង file ទី3ហ្នឹងហើយមួយវិញទៀតគឺយើងចង់ដឹងថាមកតើយើងវិលទៅឆ្វេងឬក៏ទៅស្ដាំយើងអាចប្រើមួយនេះបានហើយអ្វីដែលសំខាន់ឧបករណ៍របស់វាគឺមាន3នេះទៀតសម្រាប់ភ្ជាប់ជាមួយខ្សែរបស់វាអានេះយើងដោតជាមួយបកគោនេះហើយនេះយើងអាចចាប់ជាមួយខ្សែដែលយើងអាចចាប់ពោះបានណានេះជាមួយពី3ហ្នឹងទៅហើយអានេះគឺវាស់វាលោតជា digital ហើយទេយើងដាក់តែថ្មឲ្យវាទៅនៅពេលដែលយើងចាក់ចូលនេះទៅយើងចាក់ជាមួយភ្លើងទៅវានឹងលោតឲ្យបង្ហាញហើយវាលោត L1 L2 L3 ហើយបើសិនយើងចាក់ខុសវានឹងលោត L1 L3 L2 ហ្នឹងទៅហើយវានឹងលើសលេងហើយមួយវិញទៀតវាមានអំពងវល់ភួយកន្លែងនេះបញ្ជាក់ថាយើងបញ្ជាក់ថាទិសដៅវាវល់ទៅឆ្វេងឬវល់ស្ដាំហ្នឹងណាសម្រាប់ motor អញ្ចឹងឥឡូវខ្ញុំមកតេស្តជូនបងប្អូនអ្នកគ្នាថាពេលយើងវាស់ទៅវាស់បែបណាវាលោតបែបណាអានេះទូរបស់ខ្ញុំដោយសារតែឥឡូវខ្ញុំនៅតែឯងតែអញ្ចឹងវាពិបាកក្នុងការបង្ហាញតិចណាបាទអញ្ចឹងខ្ញុំស្គប់វីដេអូខ្ញុំមកបង្ហាញតើតើមួយការវាស់តំណែងជូនបងបន្តិចបាទពេលដែលបងចាក់ទៅវានឹងលោតចេះថាវា L1 L3 L2 ទៅអានេះយើងចាក់ខុសហើយវាមានសញ្ញាព្រួយវល់បែបនេះអានេះយើងចាក់តេស្តបែបហ្នឹងមកវានឹងលោតបែបហ្នឹងហើយយើងមើលខ្ញុំដូរសញ្ញាបកគោលទៅវាងប់ផ្សេងបែបហ្នឹងឲ្យមកតង់ទៀតបាទនៅពេលដែលបងចាក់ធ្វើហ្វារបស់វានឹងលោតលឺសលេងចាក់វាលឺទីទៀតទេអញ្ចឹងវានឹងបង្ហាញ L1 L2 L3 អញ្ចឹងទៅនេះឃើញទេបាទហើយវាដាក់សញ្ញាវល់ទៅខាងទៅស្ដាំបាទនេះស្ដាំឆ្វេងនេះហើយចាក់ប៉ុណ្ណឹងគឺនិយាយរំទៅស្រួល5មែនតើសម្រាប់បងយកទៅប្រើហើយពេលដែលយើងធ្វើប្រើដកមកវានឹងលោតបែបនេះហើយដល់ពេលចាក់ខុសចាក់អីវានឹងបង្ហាញឡើយនេះវាស្រួលជាងប្រភេទបង្ហាញពូលអានេះគឺមើលដឹងថា L1 L2 L3 ហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនធ្វើការអាចឆាតមកខ្ញុំបានឬក៏តាក់ទងតាម Telegram បានអញ្ចឹងអរគុណបងប្អូនអ្នកគ្នា